ផលិតកម្មកលស៊ីនវត្រារៀបចំពិធីទទួលសិទ្ធិពីសម្ដេចតេជោហ៊ុនសែននិងសម្ដេចគតិព្រះបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនបង្កើតអាល់ប៊ុមកម្រងចម្រៀងដកស្រង់ចេញពីសាច់រឿងកូនប្រុសក្រមពន្លឺព្រះច័ន្ទពេញបូរមីនៅថ្ងៃសុក្រទី20ខែមីនាឆ្នាំ2025នេះរៀបចំប្រពៃពិធីដ៏ធំទទួលសិទ្ធិពីសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននិងសម្ដេចគតិព្រះបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនក្នុងការផលិតអាល់ប៊ុមកម្រងចម្រៀងដកស្រង់ចេញពីសាច់រឿងកូនប្រុសក្រមពន្លឺព្រះច័ន្ទពេញបូរមីដែលជាសាច់រឿងប្រវត្តិសាស្ត្រនិងឆ្លុះបញ្ចាំងពីជីវិតតស៊ូរបស់សម្ដេចតេជោហ៊ុនសែននិងសម្ដេចគតិព្រះបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនក្នុងបុព្វហេតុជាតិមាតុភូមិពិធីទទួលសិទ្ធិធ្វើឡើងក្រោមការអញ្ជើញជាកិត្តិយសរបស់អ្នកអង្គការលេងនវត្រាអគ្គនាយកក្រុមហ៊ុន Galaxy Navatra Group និងលោកជំទាវព្រមទាំងថ្នាក់ដឹកនាំក្រុមហ៊ុនទីប្រឹក្សាផលិតកម្មផលិតករអ្នកនិពន្ធតារាចម្រៀងសិល្បករសិល្បករនីនិងភ្ញៀវកិត្តិយសជាច្រើនរូបដែលប្រារព្ធធ្វើឡើងនៅភោជនីយដ្ឋានទន្លេបាសាក់រាជធានីភ្នំពេញមានប្រសាសន៍ក្នុងឱកាសនោះអមដោយបន្លឺសំឡេងជ័យខុសរំលេចពាក្យអរគុណសន្តិភាពអរគុណសម្ដេចតេជោដែលស្វែងរកសន្តិភាពអរគុណសម្ដេចមហាបវរធិបតីដែលបន្តការពារសន្តិភាពជារនាងការពារអាយុជីវិតយើងទាំងអស់គ្នាអ្នកអង្គការលេងនវត្រាបានថ្លែងគោរពនៅការដឹងគុណដ៏ខ្ពង់ខ្ពស់បំផុតដល់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននិងសម្ដេចគតិព្រះបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនដែលមានទឹកចិត្តប្រកបដោយគុណធម៌ដ៏ជ្រាលជ្រៅផ្ដល់ឱកាសឲ្យក្រុមហ៊ុន Galaxy Navatra Group ទទួលសិទ្ធិផលិតអាល់ប៊ុមកម្រងចម្រៀងដកស្រង់ចេញពីសាច់រឿងកូនប្រុសក្រមពន្លឺព្រះច័ន្ទពេញបូរមីដោយអ្នកអង្គការបានបង្ហាញនូវមោទកភាពដ៏ខ្ពង់ខ្ពស់យ៉ាងក្រៃលែងសម្រាប់ផលិតកម្ម Galaxy និងក្នុងនាមអ្នកអង្គការផ្ទាល់ដែលបានទទួលនៅភារកិច្ចដ៏មានតម្លៃជាប្រវត្តិសាស្ត្រក្នុងការផលិតអាល់ប៊ុមកម្រងចម្រៀងដកស្រង់ចេញពីសាច់រឿងកូនប្រុសក្រមពន្លឺព្រះច័ន្ទពេញបូរមីអ្នកអង្គការមានប្រសាសន៍ថាខ្ញុំបាទក្នុងនាមក្រុមហ៊ុនជាមួយអាដាមហឹមណូភាលោកខេមមានមោទនភាពយ៉ាងក្រៃលែងទទួលបានការអនុញ្ញាតណែនាំគោលការណ៍ដ៏ខ្ពង់ខ្ពស់ពីសម្ដេចតេជោហ៊ុនសែននិងសម្ដេចគតិព្រះបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនគឺជាកិត្តិយសដ៏ធំធេងណាស់សម្រាប់ការងារប្រវត្តិសាស្ត្រសម្រាប់ការផលិតកម្រងចម្រៀងជូនសម្ដេចទាំងទ្វេដើម្បីទុកជាមរតកដល់អ្នកជំនាន់ក្រោយបានដឹងនិងស្វែងយល់ពីដំណើររឿងដោយសាររឿងនេះជាដំណាក់កាលប្រវត្តិសាស្ត្រនិងជារឿងពិតដែលនិយាយពីសាច់រឿងរបស់សម្ដេចតេជោក្នុងកំឡុងពេលចូលព្រៃហើយធ្វើការតស៊ូនិងស្វែងរកការផ្សះផ្សានាំសុខសន្តិភាពជូនជាតិមាតុភូមិទន្ទឹមគ្នានេះអ្នកអង្គការមានប្រសាសន៍ដោយក្តីអំណរដោយទទួលការងារមួយនេះព្រោះភារកិច្ចដ៏ធំធេងគឺមានតម្លៃមហាសាលក្នុងជីវិតអ្នកអង្គការដែលរកអ្វីមកប្រៀបផ្ទឹមបានឡើយហើយអ្នកអង្គការរួមគ្នាជាមួយអាដាមហឹមណូភាតារាចម្រៀងដែលទទួលបានការណែនាំផ្ទាល់ពីសម្ដេចតេជោគឺមានការបដិញ្ញាខ្ពស់ក្នុងការផលិតកម្រងចម្រៀងអាល់ប៊ុមកម្រងចម្រៀងរឿងកូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូរមីដើម្បីផលិតជូនដោយក្តីគោរពបំផុតជូនសម្ដេចតេជោនិងសម្ដេចគតិព្រះបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនបន្សល់ទុកកម្រងចម្រៀងដល់អ្នកជំនាន់ក្រោយបានដឹងគ្រប់ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រប្រទេសកម្ពុជាដែលសាច់រឿងនិងចម្រៀងនេះគឺជាប្រវត្តិសាស្ត្រសម្រាប់ក្មេងជំនាន់ក្រោយរាប់ជំនាន់អាចសិក្សារៀនសូត្រនិងស្វែងយល់បន្ថែមពីតថភាពនៃជីវិតពិតៗរបស់សម្ដេចក្នុងបុព្វហេតុបដូរសាច់ស្រស់ឈាមស្រស់តស៊ូសង្គ្រោះជាតិមាតុភូមិនិងប្រជាជនកម្ពុជាឲ្យរួចផុតពីរបបយួនក្នុងប្រល័យពូជសាសន៍ប៉ុលពតនិងដើម្បីធ្វើឲ្យមានភាពងាយស្រួលសម្រាប់ការស្រាវជ្រាវនិងអាចរក្សាសិទ្ធិបានពេញលេញនៅក្នុងរបាយការណ៍ស្ដីពីការរៀបចំផលិតកម្រងចម្រៀងដកស្រង់ចេញពីសាច់រឿងកូនប្រុសក្រមពន្លឺព្រះច័ន្ទពេញបូរមីអាយដាមជាលីសែទីប្រឹក្សាផលិតកម្ម Galaxy Navatra បានលើកឡើងថាអមជាមួយវណ្ណកម្មដ៏ថ្លៃថ្លានៃខ្សែភាពយន្តភាគខ្នាតធំនិងស្របតាមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោផលិតកម្ម Galaxy Navatra បានទទួលមហាកិត្តិយសដ៏ខ្ពង់ខ្ពស់ក្នុងការទទួលសិទ្ធិដើម្បីផលិតជាអាល់ប៊ុមចម្រៀងផ្លូវការរឿងកូនប្រុសក្រមពន្លឺព្រះច័ន្ទពេញបូរមីជាជំហានដំបូងក្នុងមួយអាល់ប៊ុមនឹងមានប្រហែលចន្លោះពី8វ៉ុលទៅ10វ៉ុលដែលក្នុងវ៉ុលនីមួយៗនឹងមាន10បទសរុបប្រហែលចន្លោះពី80ទៅ100បទក្នុងមួយអាល់ប៊ុមជារួមសរុបទាំងពីរអាល់ប៊ុមទាំងបទលំនាំដើមនិងមេឡូឌីថ្មីប្រហែលជិត200បទអាចដំទីប្រឹក្សាជាលីសាបានបញ្ជាក់ថាសម្រាប់ការងារមីឌាដើម្បីធ្វើការផ្សព្វផ្សាយនៅបទចម្រៀងក្រោយពីបានផលិតរួចរាល់ទាំងអស់ឲ្យបានទូលំទូលាយសម្ដេចតេជោបានផ្ដល់ជាអនុសាសន៍ដ៏ខ្ពង់ខ្ពស់ដែលអនុញ្ញាតជូនផលិតកម្ម Galaxy Navatra ផលិតរក្សាទុកច្បាប់ដើមនៃចម្រៀងទាំងអស់និងផ្សព្វផ្សាយតាមបណ្ដាញសង្គមឲ្យបានទូលំទូលាយព្រមទាំងប្រកល់ជូនក្រុមការងារមីឌារបស់សម្ដេចតេជោដើម្បីផ្សព្វផ្សាយផងដែរនៅក្នុងឱកាសនេះក៏មានរៀបចំធ្វើសន្និសីទសារព័ត៌មានស្ដីពីពិធីទទួលសិទ្ធិពីសម្ដេចតេជោហ៊ុនសែននិងសម្ដេចគតិព្រះបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនបង្កើតអាល់ប៊ុមកម្រងចម្រៀងដកស្រង់ចេញពីសាច់រឿងកូនប្រុសក្រមពន្លឺព្រះច័ន្ទពេញបូរមីដោយអ្នកអង្គការលេងនវត្រាអគ្គនាយកក្រុមហ៊ុន Galaxy Navatra Group អាយដាមហឹមណូភាទីប្រឹក្សាផលិតកម្ម Galaxy Navatra និងតារាចម្រៀងខេមដើម្បីបញ្ជាក់ពីគោលបំណងបេសកកម្មចក្ខុវិស័យក្នុងការផលិតអាល់ប៊ុមចម្រៀងរឿងកូនប្រុសក្រមពន្លឺព្រះច័ន្ទពេញបូរមីផងដែរ